ធាតុដីមានដូចជា Virgo Taurus ហើយនិង Capricorn អ្នកទាំងអស់គ្នាចង់ដឹងថាសារនៅក្នុងខែមេសាហ្នឹងមានរឿងអីកើតឡើងយ៉ាសាប់សិនព្រីអបសតអ្នកទាំងអស់គ្នាហើយជាអ្នក Virgo Taurus ហើយនិង Capricorn most likely currently ហ្នឹងកំពុងតែនិយាយថាផាត broken ហ្នឹងកំពុងតែជិះចាប់តាក់ទងមួយបែកបាក់ស្នេហាមើលទៅអ្នកទាំងអស់គ្នាចង់សារនឹងរៀងសេតបន្តិចហើយខ្ញុំនិយាយតាមការដូចគ្នាបើត្រូវក៏មើលតបើអត់ត្រូវទេក៏អាចអូររំលងបានអញ្ចឹងអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងសារជិះចាប់អញ្ចឹងតាក់ទងជាមួយនឹងតារានិកធាតុដីដែលមានដូចជា Virgo Taurus ហើយនិង Capricorn Three of Swords ហ្នឹងមានន័យថាអ្នកទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែព្យាបាលអារម្មណ៍ខ្លួនឯងហើយកំពុងតែជិះចាប់ខ្លាំងហើយអ្នកទាំងអស់គ្នាពិបាកក្នុងខ្លួនមែនតើហ្មងថាអ្នកទាំងអស់គ្នាអត់ដឹងថាខ្លួនឯងត្រូវធ្វើមិនដើម្បីឲ្យធុបស្បើយពីអារម្មណ៍បែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងតើការជិះចាប់របស់អ្នកទាំងអស់គ្នាហ្នឹងនៅក្នុងខែ4ហ្នឹងវាអាចនឹងនិយាយថាធូរស្បើយអារម្មណ៍ជាងមុនអត់អីចឹងអ្នកទាំងអស់គ្នាអូយសែតមែនតើមើលទៅអ្នកទាំងអស់គ្នានៅដដាមអារម្មណ៍ជាមួយនឹងអ្នកចាស់ច្រើនអ្នកទាំងអស់គ្នាអញ្ចឹងទៅអ្នកទាំងអស់គ្នាមានអារម្មណ៍នឹងចង់ធ្វើអីមួយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាបាក់ចិត្តខ្លាំងមែនតើហ្មងនិយាយថាធ្លាប់តែមានមនុស្សនៅចិត្តអីចឹងហើយអ្នកទាំងអស់គ្នាស្រឡាញ់គេខ្លាំងពេកដល់ថ្នាក់អ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាកំពុងតែធ្វើរឿងអ្វីក៏រលីអ្នកទាំងអស់គ្នា out of nowhere ហ្មងនៅក្នុងលំហអាកាសមួយដែលអ្នកទាំងអស់គ្នាបាក់ចិត្តមែនតើហើយដឹងថាខ្លួនឯងនឹងកំពុងនៅទីណាអីកំពុងធ្វើអីគឺថាទទេស្អាតហ្មងអ្នកទាំងអស់គ្នាវាថាមានអារម្មណ៍នៅក្នុងខ្លួនណាអ្នកទាំងអស់គ្នានៅក្នុងខែ4នឹងរៀងសែតបន្តិចអញ្ចឹងបន្ទាប់ពីរឿងហ្នឹងតើមិនទៀតទៅរៀងសែតហើយសលេងខ្ញុំក៏សែតតាមហ្នឹងដែរអ្នកទាំងអស់គ្នាណៃអបសតអ្នកទាំងអស់គ្នាគេចាំអ្នកទាំងអស់គ្នាកំពុងតែប្រឆាំងនឹងអារម្មណ៍ថាគូក្បាលហើយនឹងបេះដូងរបស់ខ្លួនឯងនឹងកំពុងតែប្រឆាំងគ្នាដោយសារអ្នកទាំងអស់គ្នាទី1ចិត្តនៅគេទី2និយាយថាចង់ឲ្យខ្លួនឯងហ្នឹងនិយាយថាជួបរឿងដែលថ្មីល្អអីចឹងចង់បំភ្លេចគេប៉ុន្តែអនុស្សាវរីយ៍ជាច្រើនធ្វើឲ្យអ្នកទាំងអស់គ្នាអត់បាច់ភ្លេចគេបានងាយៗចឹងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមើលទៅអ្នកទាំងអស់គ្នាចង់ឲ្យគេយល់ពីអារម្មណ៍អ្នកទាំងអស់គ្នាថាជឿចាប់មិនដែរអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែក្នុងពេលហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយថាយកចិត្តទុកដាក់ជាមួយនឹងខ្លួនឯងបានច្រើនណាស់ព្រោះថាអារម្មណ៍នៅពេលដែលកំពុងជឿចាប់ហ្នឹងគឺវាពិបាកបរិយាយអ្នកទាំងអស់គ្នាជាពិសេសជាមួយនឹងរឿងស្នេហាអញ្ចឹងទៅតើមានការអីទៀតដើម្បីអ្នកទាំងអស់គ្នារៀងធូរស្បើយចិត្តដែរជា solution ដើម្បីកុំឲ្យអ្នកទាំងអស់គ្នា stuck ហើយ stress ខ្លាំងអីចឹងណាតែទៅKing of Wands អ្នកទាំងអស់គ្នាហើយ King of Wands ហ្នឹង represent ដូចជាថាយើងគឺជាស្ដេចដែលគ្រប់គ្រងចក្រវាលឬក៏គ្រប់គ្រងចក្រពត្តិមួយហើយយើងត្រូវស្ដេចយើងត្រូវតែចិត្តដាច់អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែក្នុងលក្ខខណ្ឌអ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាកំពុងតែព្យាបាលផ្លូវអារម្មណ៍អញ្ចឹងអ្នកទាំងអស់គ្នាអាចចិត្តដាច់បានភ្លាមៗទេប៉ុន្តែអ្នកទាំងអស់គ្នាអាចនិយាយថារៀនរកវិធីដែលធ្វើឲ្យខ្លួនឯងហ្នឹងធូរស្បើយអារម្មណ៍អីអញ្ចឹងណាអ្នកទាំងអស់គ្នាដូចជាអ្នកទាំងអស់គ្នាធ្វើដំណើរកម្សាន្តទៅដើរលេងជាមួយមិត្តភ័ក្តិឬក៏អានសៀវភៅមើល Netflix ឬក៏ធ្វើអីផ្សេងៗធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាប្រសើរជាងមុនកុំឲ្យអ្នកទាំងអស់គ្នានឹកគេខ្លាំងពេកអីអញ្ចឹងណាព្រោះមើលទៅអ្នកទាំងអស់គ្នាឥឡូវហ្នឹងកំពុងតែset យកតែមែនតើហ្មងការចេញមក set ហ្មងអ្នកទាំងអស់គ្នាគឺ set ខ្លាំងមែនតើហ្មងហើយខ្ញុំមិនដឹងថាក្នុងខែ4ហ្នឹងអ្នកទាំងអស់គ្នាអាចនឹងទូស្បារអារម្មណ៍ទេប៉ុន្តែខ្ញុំសង្ឃឹមថាបើសិនជាបើកាត់នៅក្នុងខែ5ទៅអាចនឹងអ្នកទាំងអស់គ្នាជួបរឿងល្អច្រើនជាងមុននេះអញ្ចឹងអ្នកទាំងអស់គ្នាទៅសារសម្រាប់តារានិកធាតុដីដែលមានដូចជា Virgo Taurus និង Capricorn គឺថ្ងៃនេះហ្មងតាក់ទងជាមួយនឹងរឿងស្នេហាសុទ្ធហ្មងអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នា get ថា stuck over ជាមួយនឹង ex ផងអ្នកទាំងអស់គ្នាហ្មងអ្នកទាំងអស់គ្នានៅតែនឹកនៅតែបារម្ភនៅតែចង់ដឹងពីរឿងផុសគេសុខទុក្ខផុសគេយ៉ាងណាអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់មកតើសាររបស់ Guardian Angel គាត់នឹងបង្ហាញអ្នកទាំងអស់គ្នាពីអីគេជប់ខ្ញុំដកយកហ្មងអ្នកទាំងអស់គ្នាបានអាប់សិបថាណាអាប់សិបថាណាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការ Guardian Angel ខ្ញុំសាប់មិញនឹងបានជាមួយនឹងអាប់សិបថាណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់គេថា there is nothing about you that you need to fake reclaim this own part of you that yearn for love and acceptance you are beautiful as you are and regardless of any faults you may perceive you have you are an internally radiant being of light accept all that you are and just be you when you truly accept yourself your whole world will magically and lovingly transform អ្នកទាំងអស់គ្នាគេថាឲ្យយើងនឹង accept មានថាយើងរៀនទទួលយកការពិតថារឿងហ្នឹងវាបានបញ្ចប់អីគេឲ្យយើងនឹង accept ថាទំនាក់ទំនងយើងបានបញ្ចប់ដោយភាពល្អអញ្ចឹងគួររៀនដោះលែងគេនឹងរៀនដោះលែងខ្លួនឯងដើម្បីឲ្យគេថាម្នាក់ឈានទៅរកផ្លូវល្អដែលខ្លួនឯងចង់បានអញ្ចឹងអ្នកទាំងអស់គ្នាហើយគេថានៅពេលដែលយើង accept ខ្លួនឯងយើងនឹងឃើញថាយើងនឹងតិចទៀតហ្នឹងយើងនឹងទទួលបានសេចក្តីស្រឡាញ់មួយដ៏ពេញលេញមិនមែនថាសេចក្តីស្រឡាញ់ពេញលេញហ្នឹងគ្រប់តែមនុស្សដែលគេឲ្យអ្នកទាំងអស់គ្នាប៉ុន្តែសេចក្តីស្រឡាញ់ពេញលេញដែលអ្នកទាំងអស់គ្នានឹងសមនឹងទទួលបានណាអ្នកទាំងអស់គ្នាអញ្ចឹងសារសម្រាប់ថ្ងៃហ្នឹងគឺតកតងជាមួយនឹងតារានិកធាតុដីដែលមានដូចជា Virgo Taurus ហើយនិង Capricorn ហ្នឹងវាយ៉ាង set តិចតកតងជាមួយនឹងស្នេហាអញ្ចឹងខ្ញុំជូនពរអ្នកទាំងអស់គ្នាឆាប់វាថាព្យាបាលរបួសផ្លូវចិត្តហ្នឹងឲ្យបានឆាប់រហ័សហើយជូនពរអ្នកទាំងអស់គ្នានិយាយថាជួបរឿងដែលសំប្រកបនឹងសំបំណងតទៅជាមួយនឹងស្នេហាឆាប់អីចឹងណាមានអ្នកមកព្យាបាលផ្លូវចិត្តឲ្យបានឆាប់រហ័សអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងសារសម្រាប់ខែហ្នឹងរបស់តារានិកធាតុដីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ